សួស្តីអ្នកទាំងអស់គ្នាបន្ទាប់ពី3គ្នាអស់ចិត្តកន្លះឆ្នាំតើអ្នកទាំងអស់គ្នាសុខសប្បាយអត់សម្រាប់ខ្ញុំសុខតែមិនសូវសប្បាយប្រហែលទេឥឡូវចូលសាច់រឿងយើងតែម្ដងពេលទី14នេះស៊ូយូវៃក៏បានដើរមកសួរជាមួយស៊ូផងថាតើការបង្រៀនរបស់នាយកសាលាធានស៊ូតែយ៉ាងម៉េចដែរយូចានក៏បានប្រាប់ឲ្យរៀបរាប់អំពីជំនាញដែលនាយកសាលាធានស៊ូបង្រៀនតិចមកស៊ូហងក៏បានប្រាប់ថាកុំមកក៏ព្រោះតែនាយកសាលាធានស៊ូគឺមិនដោយនិយាយអំពីរឿងនេះទេតែរក្សាជាការសម្ងាត់យូចានក៏បបួលស៊ូហងទៅកាន់ខាងកើតទីក្រុងទៅលេងនៅវិឡាយៀនតៃម្ដងស៊ូហងក៏បាននិយាយថាកន្លែងនេះកន្លែងជាកន្លែងផលិតនៅទីក្រុងធានប៉ៃយូចានក៏បានតទៅវិញថាតែខ្លាចស្អីកន្លែងមានលុយស៊ូហងក៏បាននិយាយថាចឹងបងស្រីជួយខ្ញុំចេញពីចិត្តផងហ្នឹងយកខ្ញុំចេញលុយរំលឹកកន្លែងនេះតិចយូចានគឺបានជួយឲ្យស៊ូហងគេចផុតពីការចាប់ខ្លួនរបស់ក្រុមនេះសម្ងាត់ស៊ូហងក៏បានធ្វើតេស្តទាំង3កម្រិតខ្លាចទៅជាអ្នកមានទេពកោសល្យនៅក្នុងទីក្រុងធានប៉ៃអូខេចុះស្អីរឿងយូវិញយូចានក៏បានតទៅវិញថាការជួយរបស់ខ្ញុំគឺចង់ឲ្យអ្នកចេញលុយហ្នឹងហើយយូវិញក៏បាននិយាយបន្ថែមទៀតថាអ្នកណាមិនដឹងថាអ្នកខ្លាចជាអភិជនដែលមានជាងគេនៅក្នុងទីក្រុងធានប៉ៃនេះហើយកុំធ្វើចរិតថោកស៊ូហងក៏បាននិយាយទៅវិញថាអាណាតែខ្លាចក៏លុយកាក់អត់នៅឯប៉ុណ្ណឹងពេលដែលពួកគេចាស់ចេញយើងក៏បានឃើញជាមួយនឹងមនុស្សដែលលួចមើលដែរឥឡូវយើងមើលវិឡាយន្តៃនេះវិញទស្សនភាពនៅក្នុងទីក្រុងនេះគឺមិនអត់នោះទេអ្នកទាំង3ក៏បានចូលទៅក្នុងរមណីយដ្ឋានជួយសៀងអ្នកបម្រើនៅទីនោះក៏បានស្វាគមន៍អ្នកទាំង3អ្នកបម្រើម្នាក់ក៏បាននាំអ្នកទាំង3ទៅកាន់បន្ទប់នៅពេលនោះអ្នកបម្រើក៏បានដើរបុកជាមួយនឹងមនុស្សម្នាក់ដែលជាលីជិនវៃលីវៃយូក៏បាននិយាយថាកុំគិតថាខ្លាចជាមនុស្សដែលមានទេពកោសល្យអ្នកអាចកើតទៅតាមនៅទីនេះក៏ស្មានថាទីនេះគឺជាសាលាបាយខៅរបស់អ្នកយើងប្រាប់ឯងទៅចុះក្រុមសាលីរបស់យើងមិនអាចយកទៅប្រៀបធៀបជាមួយនឹងឯងដែលជាអ្នកលេងល្បីបែបនេះនោះទេនៅក្នុងទីក្រុងធានប៉ៃគ្មានអ្នកណាអាចធ្វើអ្វីដល់ក្រុមសាលីរបស់យើងបានឡើយលីជិនជីក៏បាននិយាយបន្តថាឯងគឺត្រូវតែចាំឯងបានធ្វើបាបក្រុមសាលីយើង10ដងក្រុមសាលីរបស់យើងនឹងសងសឹកទៅវិញ100ដងឯងនេះចាំតែងាប់ទៅស៊ឺហងក៏បាននិយាយថាខ្ញុំស្អប់មនុស្សដែលចងល់មកខ្ញុំដែរលីជិនជីក៏បានដាក់ដៃមកក្រោមវិញស៊ឺហងក៏បាននិយាយថាកុំសាបើអ្នកមិនពេញចិត្តទេខ្ញុំនឹងទទួលយកបញ្ហាប្រឈមរបស់អ្នកលីជិនជីកំពុងតែវាយហើយលីវ៉ាយូក៏បានចាប់ដៃលីជិនជីជាប់ក៏ព្រោះទៅងាប់ទៅឡើស៊ឺហងក៏បានហៅស្រីទាំងពីរចូលហើយបានប្រាប់ថាយើងនឹងទិញម្ហូបដែលថ្លៃបំផុតនៅទីនេះយ៉ាងណាក៏ដោយក្រុមសាលីគឺបានទិញមាស10000គ្រាប់រួចជាស្រេចទៅហើយចឹងខ្ញុំមានលុយចាយច្រើនយូចានក៏បាននិយាយថាមាស1សែនទិញមាស10000គ្រាប់ប្រាក់ចំណេញគឺ10ដងយូវិញក៏បាននិយាយថាលុយច្រើនអាហារមកពេលនេះវាក៏មានកម្មសិទ្ធិរបស់ក្រុមសាលីដែរចឹងពួកមនុស្សខូចទាំង3ក៏បានដើរចូលទៅក្នុងលីជិនជីក៏បាយមកក្រោយសើចបន្តិចនៅក្នុងបន្ទប់ញ៉ាំអីយូវិញក៏បានខឹងជាខ្លាំងដែលក្រុមនេះសម្ងាត់គឺបលែងជាមួយនឹងក្រុមសាលីចេញក្រៅវិញដែលក្រុមជាចោមាសក្រុមចៅខ្ចាររំលែកទាំង13គឺសុទ្ធតែក្រុមដែលគិតកម្មហើយនឹងប្លន់បើជាក្រុមនេះសម្ងាត់បើជាបលែងពួកគេវិញយូចឹងក៏បាននិយាយថាអ្នកនៅក្រៅរឿងនេះគឺមិនសាមញ្ញទេពិភពលោកគឺមានភាពច្បងច្បល់ក្បៅនឹងសមានអ្នកណាមើលដឹងទេក៏ប៉ុន្តែនឹងនិយាយត្រូវហើយគ្រូសាលីត្រូវរងការវាយប្រហារយ៉ាងខ្លាំងដោយស៊ឺហងអញ្ចឹងហើយអ្នកដែលដោះលែងគ្រូសាលីចេញពីការឃុំឃាំងគឺត្រូវតែជាអ្នកគ្រប់គ្រងចំណុចខ្ពស់នៅក្នុងស្មារតីសម្ងាត់លទ្ធភាពតែមួយគត់គ្រូសាលីគឺគ្មានអ្វីតែពឹងទៀតទេហើយដូចនេះមនុស្សដែលគ្រូសាលីពឹងគឺត្រូវតែមានអំណាចសូម្បីតែឆ្មាំនេះសម្ងាត់ក៏ខ្លាចដែរក៏ព្រោះតែនៅទីក្រុងធានប៉ៃនេះលោកចាស់ឡងវែគឺមិនដែលអោនក្បាលឲ្យអ្នកណាទេដូច្នេះវាអាចទៅរួចដែលមាននរណាម្នាក់មកពីខាងក្រៅដើម្បីធ្វើរឿងនេះតើវាអាចទៅរួចទេដែលធ្វើសម្រាប់ស៊ឺផងយូវិញក៏មានការវិចារក៏បានស្រែកថាសម្រាប់ស៊ឺផងតើស៊ឺផងបានធ្វើបាបនរណាម្នាក់ក៏ប៉ុន្តែដូចមិនដែលមានទេស៊ឺផងក៏បាននិយាយថាអ្វីគ្រប់យ៉ាងគឺមកពីខ្ញុំមិនតរឿងមកគ្រប់គ្រាន់យូចាងក៏បាននិយាយថាស្ដាប់មើលតែមើលអ្នកមានទេពកោសល្យស៊ឺទៀនឈៀវបាននិយាយថាគាត់មិនតរឿងមកគ្រប់គ្រាន់យូវិញក៏បាននិយាយថាត្រូវហើយគាត់ប្រត់ទៅតែរឿងមកគ្រប់គ្រាន់ដើម្បីឲ្យខ្លាំងល្មមឲ្យគ្រប់គ្នាអោនក្បាលចាំមើលតែដើរព្រះចេញមកអ្នករាល់គ្នានៅក្នុងពិភពទៀតទាំង5ត្រូវតែអោនក្បាលចុះស៊ឺហងក៏បាននិយាយថាវាពិតជាអស្ចារ្យណាស់នេះគឺជាអ្វីដែលខ្ញុំចង់បានហើយមានអំណាចដែលមិនអាចចុះថ្លៃបានដែលមនុស្សគ្រប់គ្នាគឺមិនហ៊ានធ្វើបាបខ្ញុំទៅទេយូចានក៏បាននិយាយថាចង់រឹងមាំគឺត្រូវតែប្រកួតប្រជែងជាមួយនឹងរីច្រើនក៏មានបញ្ហាប្រឈមមកដែរអញ្ចឹងអ្នកគិតច្បាស់ហើយនៅថាអ្នកនឹងមានគោលដៅដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សដែលនៅទីក្រុងធានប៉ៃនេះហើយមនុស្សគ្រប់គ្នាចង់បដូរអ្នកដើម្បីទទួលបានភាពល្បីល្បាញមួយយ៉ាងទៅវិញទៀតព្រលឹងផាដីរបស់អ្នកគឺជាខ្លាឃ្មុំពួកគេក៏គិតថាអ្នកគឺជាមនុស្សដែលខ្សោយពេកវានឹងងាយស្រួលសម្រាប់បដូរអ្នកស៊ឺហងក៏បាននិយាយថាស្អីព្រលឹងក្បាច់ជននៅខ្សោយពួកគេហ៊ាននិយាយលើមុខប្រតិចាអត់ហ៊ានបានស្មានថាហ៊ានសម្រាប់ខ្ញុំផងនៅពេលនោះមិននឹកថាឆ្កែមួយណាទេធាក់ទ្វារចូលមកហើយបានស្រែកទៅកាន់ស៊ឺហងថាខ្ញុំចង់ប្រកួតជាមួយនឹងឯងស៊ឺហងក៏បានប្រាប់ទៅវិញថាគ្មានការប្រយុទ្ធទេឯងមិនឃើញថាខ្ញុំកំពុងតែញ៉ាំទេក្រៅពីនេះគ្រួសាររបស់អ្នកមិនដែលបង្រៀនអ្នកឲ្យមានសុជីវធម៌ទេឥឡូវយើងនៅតែនិយាយថាខ្ញុំចង់ប្រយុទ្ធអ្នកត្រូវតែប្រយុទ្ធស៊ឺហងក៏បាននិយាយថាឈួតមែនតែអ្នកមានមុខមាត់អីទេឥឡូវបាននិយាយថាខ្ញុំឈ្មោះថាប៉ៃអូយីចង់ប្រកួតជាមួយនឹងអ្នកតែអ្នកយល់អត់យូចានក៏បាននិយាយប្រាប់ទៅកាន់ស៊ឺហងថាប៉ៃអូយីនេះ
ក៏មានមុខមាត់មុនពេលដែលឯងខ្លាយទៅជាទេពកោសល្យនៅក្នុងទីក្រុងធានបៃនេះដែរគឺហងក៏បាននិយាយថាអូស្គាល់ក៏ប៉ុន្តែត្រូវទៅរងចាំរហូតដល់ខ្ញុំញ៉ាំហើយចាំញ៉ាំទៅវាយយើងក៏បាននិយាយថាយើងខ្លាចជាថ្ងៃហើយវាក៏ជាការពិតដែលឯងមិនហ៊ានបញ្ចុះជាមួយនឹងខ្ញុំហើយខ្ញុំក៏មិនបានប្រលឹងក៏被គុណសម្រាប់របស់ឯងខ្លាចទៅជាធានបៃធានជាវដែរហើយឯងគឺជាការអាម៉ាស់សម្រាប់ទីក្រុងធានបៃរបស់យើងរួចក៏ប្រាប់ណៃថាពលចាប់ដៅរបស់អ្នកនៅជំនួសដើម្បីកវីកវត្តចោះឡើងចាច់បំបាក់ដៅគេខ្ទេចហើយក៏ដែរចេះយ៉ាងសង្ហាប្រាប់ថាខ្ញុំនឹងចាំអ្នកនៅខាងក្រោមហើយម្ចាស់ដៅក៏មើលដៅហួយបាក់ខ្ទេចបាត់ហើយអាចរាយយោយូចាន់ក៏បានប្រាប់ទៅកាន់សឿហងថាការប្រយុទ្ធនេះមិនអាចបរាជ័យបានទេសឿហងក៏បានតបទៅវិញថាក្មេងនេះគឺឈួតហើយហ៊ានមើលងាយព្រលឹងបិទគុណខ្ញុំថាជាសម្រាមថ្ងៃនេះខ្ញុំត្រូវតែបដាវាចេញបាយយីក៏បានប្រាប់ថាឆាប់ចុះមកបើអូនឯងគ្មានគីឡូជាមួយនឹងបងទេសឿហងក៏បាននិយាយថាឯងធ្វើខ្ញុំខាងហើយចឹងក៏បានលុតចុះទៅប្រយជាមួយនឹងរន្ទះជើងយ៉ាងខ្លាំងក្លាបាយយីក៏បានប្រាប់ថាគ្រាន់តែជំនឿក្បាច់គុណសម្រាប់សោះបញ្ជាជាមួយអំណាចថាពលដើម្បីទប់ទល់ជាមួយនឹងជើងរបស់សឿហងអំណាចថាពលនៅទាំងពីរក៏បានប៉ះទង្គិចគ្នាផ្ទៃចេញផងខាងសឿហងក៏បានស្ទុះចូលជាមួយនឹងការប្រយុទ្ធលើហង្សាបាយយីក៏បានបញ្ជាជាមួយអំណាចថាពលដើម្បីទប់ទល់ជាមួយសឿហងម្ដងទៀតក៏ប៉ុន្តែលើកនេះគឺមិនអាចទប់បានទេគឺបានខ្ទាតមកក្រោយចាស់ឆាយបាយយីក៏បាននិយាយថាមិននឹងអាចចាញ់មនុស្សសម្រាប់បែបនេះទៅព្រោះក៏បញ្ជាជាមួយអំណាចថាពលបញ្ជាជាមួយនឹងត្រាខ្លាមីដើម្បីធ្វើការវាយប្រហារទៅកាន់សឿហងក៏បាននិយាយថាព្រះធំមែនរួចក៏បញ្ជាជាមួយនឹងវិញ្ញាណក្បាច់គុណខ្លាក្នុងផែនដីដើម្បីវាយប្រហារទៅកាន់ត្រាខ្លាមីនោះដល់តែមកដៃក៏ខ្ទេចបាត់បាយយីក៏រើរបួសសឿហងក៏បានស្លុយចូលបន្ថែមក៏ប៉ុន្តែពេលលោកគិតក៏យីលោកក៏បានលិតវេឆ្មប់ក្រោយធ្វើឲ្យសឿហងរើរបួសយូចាន់ក៏បាននិយាយថាមនុស្សមកពីអាគារហួយយូវិញក៏បានសួរថាបើមនុស្សមកពីអាគារហួយជាគាត់គឺជាឃាតករអញ្ចឹងអ្នកទាំងពីរបំរុងទៅចោះទៅជួយក៏ប៉ុន្តែលីស៊ីជីក៏បានចាប់អ្នកទាំងពីរជាប់តែចូលមកយ៉ាងសង្ហាហើយប្រាប់ថាមិនបាយរំខានដល់អ្នកទាំងពីរទេយូវិញក៏បាននិយាយថាគឺអាគាត់ឯងតិចចុះលីស៊ីជីហើយរឿងមួយពេលនេះសូមឲ្យចាប់ទៅត្រឹមនឹងសិនដល់ពេលក្រោយយើងនឹងឃើញការប្រយុទ្ធដ៏ខ្លាំងក្លាអូខេបាយបាយ